ខ្ញុំឈ្មោះយ៉ាងឆេឆ្នាំនេះអាយុ23ឆ្នាំជាសិស្សទើបតែបញ្ចប់ការសិក្សាម្នាក់ខ្ញុំគួរតែដូចអ្នកដទៃដែរបញ្ចប់ការសិក្សាធ្វើការចាប់ផ្ដើមជីវិតជាអ្នកបម្រើគេតែនឹកស្មានមិនដល់ថាកាលពី2សប្តាហ៍មុនរលកយ៉ាស៊ូណាមកដល់ចម្លែកបានមកដល់ទេគោកទាំងអស់បានคล้ายជាកោះដ៏អាតកំបាំងអ្នករស់រានមានជីវិតត្រូវបានបង្ខំឲ្យអន្តែតលើសមុទ្រមនុស្សត្រូវតែដើររើសអេតចាយប្រមូលសម្ភារៈនិងសាងសង់ជំរកផ្ទាល់ខ្លួននៅពេលថ្ងៃព្រោះនៅពេលយប់ភាពអាតកំបាំងនឹងមកវាយប្រហារលើកនេះសំណាងល្អណាស់អាអនទឹកដោះគោដែលស្រង់បានទុកខ្លួនឯងមួយដបទៅក្រៅពីនឹងបោះមកឲ្យអញទាំងអស់មែនហើយយ៉ាងឆៃកុំស៊ីម្នាក់ឯងអីយកមកឲ្យពួកយើងភ្លក់មើលរសជាតិផងអតីតសង្សារវែងលេងមុនពេលរឿងអាកំបាំងកើតឡើងពួកយើងនៅក្រុមហ៊ុនជាមួយគ្នាតែនាងបែរជាលួចតាក់ទងជាមួយថៅកែធំបង្កឲ្យខ្ញុំខ្លាចជាគ្រឿងសើចរបស់មនុស្សគ្រប់គ្នាឥឡូវនេះថែមទាំងចង់មកដណ្ដើមសម្ភារៈរបស់ខ្ញុំជាមួយប្រុសថ្មីទៀតយកសັບទៅអាំងអីនេះជារបស់ដែលខ្ញុំខំស្រង់មកទាំងលំបាកអាំងអីអញស្រឡាញ់ជាមួយអាអនដូចឯងអស់រយៈពេល2ឆ្នាំរស់នៅក្នុងផ្ទះជួលកញ្ចាស់តូចមួយគ្មានមុខមាត់នឹងនាំមិត្តភ័ក្តិមកលេងផ្ទះផងសុំទឹកដោះគោមួយកេសជាការសងជំងឺចិត្តវាច្រើនណាស់មែនទេផ្ទះនៅយើងខ្វិនមួយខែ4500ប្រាក់ខែខ្ញុំទាំងអស់យកទៅជួលផ្ទះឲ្យនាងមិនបាច់និយាយដល់លុយទិញខោអាវនិងគ្រឿងសម្អាងទេនោះជាលុយដែលខ្ញុំធ្វើការមួយថ្ងៃ10កន្លែងដើម្បីនាងថាខ្ញុំកំណាញ់មែនទេហ៎អញ្ចឹងឯងពិតជាមិនកំណាញ់ទេឯងគ្រាន់តែអសមត្ថភាពល្មមហើយវែងលេងគុំស្មានថាខ្ញុំមិនដឹងរឿងស្អុយរលួយរវាងនាងនិងឡៃសងញៀនចង់បានសម្ភារៈរបស់ខ្ញុំមែនទេគុំសង្ឃឹមហ៎អាអនដូចឯងសំបីតែកាន់ស្បែកជើងឲ្យអញក៏មិនសមដែរប្រគល់ទឹកដោះគោមកឲ្យអញឲ្យស្រួលបួភ្លាមពួកឯងមើលងាយមនុស្សពេកហើយអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ចាប់ពីពេលនេះទៅសម្ភារៈដែលស្រង់បានទាំងអស់គឺអញជាអ្នកបែងចែកពួកឯងប្រញាប់លើកទៅតាក់ចុះឲ្យអស់យករបស់មកឲ្យខ្ញុំវិញលើកទៅកុំទុកអ្វីឲ្យវាសោះចង់តាំងជាមួយអញមែនទេស្ដោះសំបីតែធ្វើជាឆ្កែបំរើក៏អញខ្ពើមអាអនដូចឯងដែរដេកងាប់ក្នុងសមុទ្រនឹងទៅពិតជាអនមែនស្រីស្អាតដូចវែងលេងមិននឹងអាចមើលអញឃើញទៅមិនចេះឆ្លុះកញ្ចក់មើលខ្លួនឯងសោះព្រះអើយនៅមានជើងមាន់មួយកេះទៀតនេះជារបស់កំរណាស់ក្នុងសម័យកាលនេះមានក្មេងម្នាក់ត្រូវបានគេសម្លាប់ខ្ញុំទៅមើលក្រែងលោបានរបស់កំរខ្លះខ្ញុំទៅដែរចាំខ្ញុំផងហេតុអ្វីខំធ្វើការដើម្បីសង្សារលះបង់ដោយចិត្តស្មោះធ្វើល្អដាក់មនុស្សគ្រប់គ្នាហេតុអ្វីបានជាធ្វើដាក់ខ្ញុំបែបនេះទេខ្ញុំត្រូវតែរស់រានមានជីវិតឲ្យបានត្រូវតែរស់នៅឲ្យបានល្អជាងអ្នកណាទាំងអស់មិនថា5ឈោបាយអ្វីក៏ដោយខ្ញុំនឹងឲ្យហ្វេងលេងនិងឡៃសងញៀនពួកឯងត្រូវតែញាប់រកឃើញចិត្តណាសម្រាប់របស់ម្ចាស់ប្រព័ន្ធផ្ដាច់ការត្រូវបានដំណើរការដោយជោគជ័យទទួលបាន100ពិន្ទុការប្រើប្រាស់ពិន្ទុអាចបង្កើនកម្រិតអគារបដូរយកគ្រឿងបរិក្ខារនិងដោះសោះសមត្ថភាពពិសេសជាដើមម្ចាស់អាចទទួលបានពិន្ទុតាមរយៈការសម្លាប់ប្រើពិន្ទុអាចបង្កើនកម្រិតគ្រឿងបរិក្ខារបានមែនទេប្រព័ន្ធនេះមកចំពេលល្អណាស់តែថា100ពិន្ទុអាចបង្កើនកម្រិតអ្វីបានខ្លះទៅបច្ចុប្បន្ន100ពិន្ទុអាចបង្កើនកម្រិតឧបករណ៍កម្រិតក្តារខ្យល់មិនចេះសឹករូបករណ៍កម្រិតរបងលូមិនចេះសឹកតើម្ចាស់ចង់បង្កើនកម្រិតមួយណាកម្រិតមានន័យថាម៉េចសំបីតែខ្មោចឆៅក៏ខ្លាចជារឿងធម្មតាទៅហើយពិតជាគ្មានអ្វីត្រូវនិយាយមែនក្រៅពីការផ្ទុះឡើងយ៉ាងខ្លាំងនៅពេលយប់ភាពអាកំបាំងក៏នឹងដេញតាមសម្រាប់ក្រុមធំគ្រប់ពេលដែរខ្ញុំជ្រើសរើសបង្កើនកម្រិតក្តារខ្យល់រាល់សម្ភារៈឧបករណ៍និងភាពអាកំបាំងទាំងអស់សុទ្ធតែមានការបែងចែកកម្រិតច្បាស់លាស់ចាប់ពីទាបទៅខ្ពស់គឺដល់សេសកម្រិតកាន់តែខ្ពស់មានន័យថាគុណភាពនិងកម្លាំងកាន់តែខ្លាំងឧទាហរណ៍ខ្មោចឆៅធម្មតាដែលកើតចេញពីមនុស្សឆ្លងមេរោគគឺជាភាពអាកំបាំងកម្រិតកំពុងចាប់ផ្ដើមបង្កើនកម្រិតក្តារខ្យល់ដោយប្រើរយៈពេល1នាទីចង្រៃយកឆ្ងាយម្លេះធ្វើម៉េចទៅយកបានទៅមានក្តារខ្យល់ហើយពិតជាស្រួលជាងមុនឆ្ងាយណាស់យ៉ាងឆៃសំណាងល្អពេកហើយនឹកស្មានមិនដល់ថាអាចស្រង់បានក្តារខ្យល់សោះនៅមានក្តារឈើ10បន្ទះទៀតក្តារនេះមិនត្រឹមតែអាចទុកសម្ភារៈបានទេថែមទាំងអាចគេងបានទៀតផងបាត់មុខមួយរសៀលអាអននេះមិននឹងអាចស្រង់បានក្តារខ្យល់ល្អបែបនេះទៅកាំភ្លើងបាញ់ដៃគោនៅមានហ្គាស3កំប៉ុងទៀតដៃគោច្រើនណាស់ទោះបីជាការខូចខាតលើពួកអាកំបាំងមិនសូវខ្លាំងតែសម្រាប់ដោះស្រាយជាមួយមនុស្សគឺជាអាវុធដ៏មុតស្រួចប្រអប់ក៏ជារបស់ល្អដែរបែបនេះលុះត្រាតែអ្នកផ្សេងលើកប្រអប់ដ៏ធ្ងន់នេះហែទឹកទៅបើមិនអញ្ចឹងទេបើមានគេលួចរបស់ខ្ញុំច្បាស់ជាដឹងមិនខានមើលនោះមានកប៉ាល់ពួកយើងមានសង្ឃឹមហើយពួកអ្នកយំសោកប្រព័ន្ធអាមួយនេះវារងផ្លូវតើនៅមានឱកាសសម្ភារៈទៀតទេមិនត្រឹមតែមានឱកាសទេថែមទាំងមានឱកាសធំទៀតផងពួកអ្នកយំសោកមានត្រចៀកវៃខ្លាំងណាស់វាមិនចូលចិត្តឲ្យគេរំខានទេកាលណាវាភ្ញាក់ឡើងវានឹងដេញតាមសម្លាប់គោលដៅរហូតដល់ស្លាប់តែនេះគ្រាន់តែជាភាពអាចបំបាំងកម្រិតប៉ុណ្ណោះការសម្លាប់វាអាចទទួលបាន1500ពិន្ទុល្មមហើយកុំនិយាយទៀតអីស្មានថាខ្ញុំល្ងងមែនទេឲ្យខ្ញុំទៅវាយសឹកកម្រិតខ្ពស់គ្រឿងបរិក្ខារឥឡូវនេះធ្វើមិនកើតទេទៅឲ្យឆ្ងាយទៅ
ម្នាក់នេះវាចាក់សោះហើយបងរួចរាល់ហើយឬនៅអូនស្រែកធ្វើអីអននេះមិនដឹងជាទៅយកបងដៃល្អបែបនេះមកពីណាទេមិនដាច់សោះពិតជាអនមែនឃើញបងមានលុយមានសមត្ថភាពទៅអូននៅជាមួយនឹកស្មានមិនដល់ថាគ្រាន់តែល្អមើលតែប្រើការមិនកើតកុំនិយាយផ្ដេសផ្ដាសចាំមើលតែអញជួបយ៉ាងឆាយអញនឹងសម្លាប់វាចោលបានហើយប្រញាប់ឡើងទៅបើបន្តិចទៀតប្រហែលជាដណ្ដើមគេមិនទាន់ទេបើចង់ចូលទៅរកសម្ភារៈត្រូវតែដាវវៀងពួកអ្នកយំសោកអ្នកទាំងអស់គ្នាដោះស្បែកជើងចេញកុំឲ្យវាភ្ញាក់ឲ្យសោះឲ្យតែមិនបញ្ចេញសម្លេងមនុស្សគ្រប់គ្នានឹងអាចចូលទៅបានមិនមែនប្រាប់ហើយទេថាកុំឲ្យបញ្ចេញសម្លេងតើអ្នកណាជាអ្នកធ្វើបាបអញអននេះគឺជាតម្លៃដែលអញចង់មកសម្ដែងដាក់អញសងនានពួកយើងទៅប្រញាប់រត់ទៅនៅលើប៉ោលមានពួកអ្នកយំសោកតែងលេងមិនយូរទេខ្ញុំនឹងសម្លាប់ពួកឯងទាំងពីរអ្នកចោលទៅមើលក្រែងលោមានកន្លែងណាអាចឡើងទៅជាន់ទី2នៃប៉ោលបានឈៀតពេលពួកអាចកំបាំងដេញតាមយ៉ាងឆេពួកយើងប្រញាប់រកមើលទៅរែងឆេស្លាប់ទៅគឺសំហើយនៅខាងនោះឡើងទៅចង្រៃយកម្នាក់នេះវាមិនដេញតាមសម្លាប់ខ្ញុំរហូតដល់ងាប់ទេដឹងភាពអាចកំបាំងកម្រិតបើខ្លាំងដល់ថ្នាក់នឹងផងមិនកើតទេខ្ញុំត្រូវតែរកវិធីរត់ចេញឲ្យបានបើមិនអញ្ចឹងទេពេលមេឃងឹតនឹងកាន់តែគ្រោះថ្នាក់3 2 1គឺពេលនេះហើយការខូចខាតរបស់កាំភ្លើងបាញ់ដៃគោលើពួកអាចកំបាំងនៅទាបពេកហើយត្រូវតែប្រញាប់រកពួកវាក្រាំងមិនបានយូរទេម្ចាស់បានវាប្រហារភាពអាចកំបាំងដែលមានកម្លាំងលើសពីខ្លួនឯងបាញ់សរុប15គ្រាប់ទទួលបានរង្វាន់150ពិន្ទុប្រព័ន្ធឥឡូវខ្ញុំមានតែកាំភ្លើងបាញ់ដៃគោមួយដាំទេ150ពិន្ទុតើអាចបង្កើនកម្រិតអ្វីបានខ្លះម្ចាស់មានជម្រើសបង្កើនកម្រិត2ដូចខាងក្រោមចំណាយ50ពិន្ទុរយៈពេលបង្កើនកម្រិត5នាទីបង្កើនកម្រិតអាវុធកម្រិតស្នាបាញ់9កម្លាំងទាញ95ដល់108ផោនចម្ងាយបាញ់មានប្រសិទ្ធភាព150ដល់180ម៉ែត្រល្បឿន127គីឡូម៉ែត្រក្នុង1ម៉ោងអាចបាញ់គ្រាប់ដែកឬព្រួញ8មីលីម៉ែត្រល្បឿនបែបនេះក្នុងចម្ងាយជិតគឺគ្រប់គ្រាន់នឹងទម្លុះសត្វមានជីវិតណាក៏បានដែរខ្លាំងបែបនេះចុះជម្រើសបន្តវិញចំណាយ100ពិន្ទុរយៈពេលបង្កើនកម្រិត15នាទីបង្កើនកម្រិតអាវុធកម្រិតកាំភ្លើងខ្លី92ពិន្ទុដែលនៅសល់50អាចបដូរយកបងកាំភ្លើងពេញពីរយកអានឹងហើយប្រព័ន្ធចាប់ផ្ដើមបង្កើនកម្រិត